ព័ត៌មានមួយគេបានប្រកាសហើយថាជំងឺកូវីដមកបណ្ដាលមកពីតាមបណ្ដាភូមិមួយតាមបណ្ដាភូមិមួយឬក៏ខេត្តឬក្រុងគាត់មានសញ្ញាមួយគេថាស្ត្រីដែលពពោះណាស្ត្រីមានផ្ទៃពោះច្រើនហួសកម្រិតពេកកាលពីឆ្នាំ2015 2014 2016ហើយជនអនាមិកមួយចំនួនក៏ផ្សព្វផ្សាយជាជំងឺ COVID-19 ចា៎ណាបណ្ដាលមកពីស្ត្រីគាត់ពពោះឬក៏ស្ត្រីមានផ្ទៃពោះគាត់តាមបណ្ដាខេត្តតាមភូមិតាមស្រុកនានាគាត់មានផ្ទៃពោះច្រើនអ្នកពេកហើយជនអនាមិកមួយចំនួនក៏បង្កហេតុជាធ្វើឲ្យបង្កើតជំងឺមួយគេថាជំងឺ COVID-19 ចាតាមការពិតទៅជំងឺហ្នឹងមកពីការចិញ្ចឹមមាន់ចាការចិញ្ចឹមមាន់ដូចខ្ញុំផ្សព្វផ្សាយអញ្ចឹងការឲ្យចំណីមាន់ដោយសារសាច់មនុស្សចាកាប់មនុស្សយកទៅឲ្យចំណីមាន់ចានឹងបណ្ដាលមកពីសារធាតុដែលមាន់មួយចំនួនខ្សោះមិនសូវឆ្ងាញ់ឆ្អាបឈាមចាហ្នឹងហើយវាថាជាជំងឺជនអនាមិកថាជំងឺ COVID-19 ទៅវិញចាបង្កហេតុទៅជាអញ្ចឹងទៅវិញហើយថ្នាំបង្ការបងប្អូនមិនភ័យទេព្រោះខ្ញុំបានដូរមុនកំណត់តាំងពីឆ្នាំ2013ត្រៀមទុកឲ្យបងប្អូនហើយជំងឺថ្នាំបង្ការនោះមិនមែនថ្នាំបង្ការហួសកំណត់ក៏ហួសដលេទេចាថ្នាំបង្ការនោះគឺជាថ្នាំតេតាណូសចាសម្រាប់ចាក់ឲ្យបងប្អូនចាហើយមួយទៀតជំងឺអេដហ្នឹងវាកាចសាហាវមែនហ្នឹងហើយព្រោះថាវាឆ្លោះបញ្ចាំងនៃឈាមនៃឃាតករចាបានគេបង្កើតជំងឺអេដនឹងចេញមកគេហៅជំងឺ VIP ចាជំងឺអេដហ្នឹងគឺបណ្ដាលមកពីការពិនិត្យឈាមមនុស្សម្នាក់នោះវាគឺជាឃាតករចាហើយតែគេដាក់ជាជំងឺអេដត្មងទៅមនុស្សឈាមឃាតករមនុស្សម្នាក់ហ្នឹងសម្លាប់មនុស្សហើយគេពិនិត្យឈាមឃើញទៅគេក៏ដាក់ឈ្មោះជំងឺហ្នឹងថាជំងឺអេដចាជំងឺអេដហ្នឹងទូបងប្អូនប្រើស្រោមអនាម័យគុណនៅតែឆ្លងហ្នឹងគឺឆ្លងការតាមរួមភេទទី1នៅនឹងគល់រួមរបស់ស្ត្រីគឺមានទឹកដំអិលបរោះពេលយើងមិនបានលាងសម្អាតវាទាន់ពេលវេលាទោះបងប្អូនលាងសម្អាតទាន់ពេលវេលាក៏អាចឆ្លងដែរចាហើយទី2គឺឆ្លងតាមគល់រួមដែលមានសំណើមចេញពីបរោះទៅឲ្យស្ត្រីក៏មានដែរចាតួអ្នកពាក់ស្រោមអនាម័យកម្រះ2កម្រះ3ក៏នៅតែឆ្លងជំងឺអេដដែរចាព្រោះវាឆ្លងតាមសំណើមនៃគល់រួមប្រដាប់ភេទរបស់បុរសនិងនារីចាខ្ញុំបានជម្រាបបងប្អូនតែប៉ុណ្្នឹងទេចាហើយក្នុងនាមជាវិស្វករផ្លូវជាតិលេខ5ដែលខ្ញុំបាននិយាយនោះមិនចេះតាអួតអាងការចំណាយនៅក្នុងផ្លូវជាតិលេខ5មិនមានការជំពាក់រដ្ឋទេចានឹងគឺការប្រមូលដែលរដ្ឋកប់ទុកចោលនៅគ្រឿងសម្ភារៈសំណង់ដូចជាលូថ្មដែលយកទៅបោះបង់មិនមែនយកទៅបោះបង់ចោលដែលលួចជាតិយកទៅលក់ចាជនរួមជាតិមួយចំនួនក្បត់ជាតិដោយសារលក់គ្រឿងសម្ភារៈសំណង់ខាងផ្លូវជាតិលេខ5ហ្នឹងគីឡូក៏មិនបានទិញដែរគឺយកពីរដ្ឋមកទាំងអស់ចាហើយកៅស៊ូហ្នឹងគឺកោះកាយចេញពីកោះពេជ្រមកទេចាខ្ញុំបានផ្ដល់ដំណឹងតែប៉ុណ្្នឹងទេណាបងប្អូនខ្ញុំក្នុងនាមរាជគណៈប្រតិភូគណៈបកប្រជាជនសូមជម្រាបលាចា